បាទសួស្តីបងប្អូនសុំឆ្ងល់មួយទាំងកាត់កណ្ដាលអាត្រៀតឆ្ងល់ថារឿងបញ្ហាសង្គ្រាមនៅអ៊ីរ៉ង់ឯមូលហេតុអីបានជាមកក្តៅខ្លួនដល់លោកហ៊ុនសែននៅក្រុងភ្នំពេញណានិយាយគម្រាមពលរដ្ឋខ្លួនមិនអោយបង្ហោះពីរឿងសង្គ្រាមនៅអ៊ីរ៉ង់មិនអោយយកមកទៅជែកវែកញែកផ្សព្វផ្សាយជាពិសេសគឺប្រៀបធៀបរវាងកម្ពុជានិងអ៊ីរ៉ង់តែម្ដងនេះជាចំទៅគឺប្រៀបធៀបលោកហ៊ុនសែននិងមេដឹកនាំអ៊ីរ៉ង់នឹងតែម្ដងបាទបើសិនបើហ៊ានតែនិយាយលើកយកមកពិភាក្សាគ្នាយកមកផ្សព្វផ្សាយអីហ្នឹងគាត់បានគម្រាមពលរដ្ឋទូទាំងប្រទេសណាគឺវាយខ្នោះចាប់ដាក់គុកតែម្ដងបន្ទាប់ពីលោកហ៊ុនសែនមានប្រតិកម្មបែបនេះយើងមើលឃើញថាឃោសនិករបស់គណៈបកប្រជាជនជាច្រើនណាអ្នកគ្រប់គ្រងរបស់គណៈបកប្រជាជនជាច្រើនអ្នកផ្សព្វផ្សាយព័ត៌មានអីជាដើមហ្នឹងហាក់បីដូចជានាំគ្នាប្រងព្រាតចេញសារគ្រប់គ្រងអ៊ីរ៉ង់ទៅវិញមេដឹកនាំកម្ពុជាក៏ដូចជាអ្នកគ្រប់គ្រងក៏ដូចជាឃោសនិករបស់រដ្ឋាភិបាលលោកហ៊ុនសែនលោកហ៊ុនម៉ាណែតពីអ្នកពកោហ្នឹងណាពិចារណាឡើងវិញហើយបកស្រាយអំពីឯករាជ្យភាពរបស់ខ្លួនដែលកម្ពុជាគោលជំហរអព្យាក្រឹតណាមិនលំអៀងហើយប្រកាន់នៅរបបលទ្ធិប្រជាធិបតេយ្យសេរីពហុបកឯជាដើមហ្នឹងហើយការផ្សព្វផ្សាយការនិយាយហាក់បីដូចជាបង្ហាញអំពីការកាន់ជើងការគ្រប់គ្រងអ៊ីរ៉ង់ហើយចុះអាមេរិកណាដែលជាសម្ព័ន្ធមិត្តក្រុមប្រឹក្សាសន្តិសុខណាដែលកម្ពុជាដែលលោកហ៊ុនម៉ាណែតបានមកចូលរួមនៅ Washington DC កាលពីប្រហែលថ្ងៃមុនតើលោកហ៊ុនសែនលោកហ៊ុនម៉ាណែតក៏ដូចជាក្រុមគ្រប់គ្រងរដ្ឋបាលរបស់ក្រុងភ្នំពេញបច្ចុប្បន្នហ្នឹងទុកអាមេរិកនៅកន្លែងណាឬក៏ចាប់ដៃជន់ជើងណាចាប់ដៃជាមួយនឹងអាមេរិកប៉ុន្តែគ្រប់គ្រងរបបកុម្មុយនីសផ្ដាច់ការទៅវិញបាទសូមអរគុណ